នាសម័យដែលព្រះសម្មាសម្ពុទ្ធទ្រង់យោនយកកំណើតជាពោធិសត្វមានស្ដេចមួយអង្គព្រះនាមវិមលរាជសោយរាជនៅសលស័កមហានគរមានមហេសី2អង្គមហេសីទី1ព្រះនាមច័ន្ទទេវីមហេសីទី2ព្រះនាមឆន្ទាព្រះបាទវិមលរាជទ្រង់សពរិទ្ធហឫទ័យព្រះមហេសីទាំងពីរក្រៃលែងថ្ងៃមួយដោយទ្រង់ឆ្វេងយល់ថាព្រះអង្គពុំទាន់មានបុត្រសម្រាប់ស្នងរាជនៅឡើយព្រះបាទយសវិមលរាជទ្រង់ក៏បញ្ជាគេឲ្យទៅយាងមហេសីទាំងពីរព្រះអង្គថាបើចំណោមមហេសីទាំងពីរអាចមានបុត្រានោះព្រះអង្គនឹងតែងតាំងជាព្រះអគ្គមហេសីក្រោយពីនោះមកមហេសីទាំងពីររបស់ព្រះអង្គក៏យាងទៅរៀបចំពិធីសម្បត្តិព្រះនាងច័ន្ទទេវីក៏បានតាំងពិធីបួងសួងសម្បត្តិដោយការរក្សាសិលភាវនាយ៉ាងខ្ជាប់ខ្ជួនដែលនៅពេលនោះមានអំណាចនៃផល្លានិសង្ឃរបស់ព្រះនាងបានធ្វើឲ្យក្តៅក្រហាយដល់ឋានព្រះឥន្ទព្រះឥន្ទក៏សូមយាងប្រពោធិសត្វមកយោនយកកំណើតនៅក្នុងផ្ទៃព្រះនាងច័ន្ទទេវីចំណែកឯនាងឆន្ទាទ្រង់មិនបានតាំងសិលដោយព្រះនាងច័ន្ទទេវីទេគឺនាងធ្វើការបូជាដើមព្រះជ្រៃដើម្បីអធិដ្ឋានប្រាថ្នាសម្បត្តិនៅពេលនោះដែរទេពធីតារសាដើមជ្រៃបានមកចាប់បដិសន្ធិនៅក្នុងផ្ទៃព្រះនាងឆន្ទាក្រោយពេលពិធីសម្បត្តិចប់ព្រះមហេសីទាំងពីរតែងតែនាំគ្នាចូលគាល់ព្រះមហាក្សត្រជាប្រក្រតីថ្ងៃមួយព្រះបាទយសវិមលរាជទ្រង់យល់ថាទឹកមុខរបស់មហេសីទាំងពីររបស់ព្រះអង្គមានទឹកមុខប្លែកខុសពីសពមួយដងព្រះអង្គក៏ទ្រង់សួរទៅមហេសីច័ន្ទទេវីអំពីការរៀបចំពិធីសម្បត្តិនៅពេលនោះព្រះនាងច័ន្ទទេវីបានមានព្រះបន្ទូលថាព្រះនាងយល់សុបិនឃើញរាហូពំព្រះច័ន្ទមកថ្វាយដល់ព្រះនាងក៏បានទទួលយកព្រះច័ន្ទដោយក្តីត្រេកអរមហិមាតែរំពេចនោះព្រះច័ន្ទដែលមានពន្លឺភ្លឺត្រចះត្រចង់ប្រែคล้ายទៅជាពណ៌ខ្មៅងងឹតសូន្យសុងពេលនោះព្រះច័ន្ទក៏បានព្រាត់ចេញពីដៃរបស់ព្រះនាងក៏ដួលសន្លប់ដល់ខ្សែជន្មាក្រោយមករាហូក៏បាននាំយកព្រះច័ន្ទមកឲ្យនាងវិញហើយព្រះនាងក៏មានព្រះជន្មឡើងវិញដោយក្តីអាណិតចំពោះមហេសីព្រះបាទយសវិមលរាជក៏បានបញ្ជាឲ្យហោរាទស្សន៍ទាយអំពីការយល់សពរបស់ព្រះនាងហោរាបាននិយាយថាព្រះនាងច័ន្ទទេវីគឺមានព្រះរាជបុត្រាដែលមានទេវតាមកចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងហើយនៅពេលអនាគតព្រះរាជបុត្រអង្គនេះនឹងឡើងស្ដងរាជជំនួសព្រះអង្គក្រោយពីឮទំនាយបែបនេះជាហេតុបណ្ដាលឲ្យព្រះនាងឆន្ទាផ្ទុំពំលក់ពេញមួយរាត្រីព្រោះព្រះនាងគិតថាកូនខ្លួនអាចជាកូនស្រីក្រែងគ្មានវាសនាបានស្នងរាជដោយបុត្រព្រះនាងច័ន្ទទេវីដោយគិតសោកគ្រប់ទៅព្រះនាងក៏បានឲ្យគេចេញទៅរកគ្រូស្នេហ៍ម្នាក់ឈ្មោះយាយស្មេធាព្រះនាងឆន្ទាក៏បានឲ្យយាយស្មេធាធ្វើស្នេហ៍ដាក់ព្រះបាទយសវិមលរាជក្រោយពីត្រូវស្នេហ៍របស់ព្រះនាងឆន្ទាព្រះអង្គក៏បានបណ្ដេញព្រះនាងច័ន្ទទេវីតាមរយៈការញុះញង់របស់ព្រះនាងឆន្ទាទោះបីជាព្រះអង្គដឹងថាព្រះនាងច័ន្ទទេវីមានផ្ទៃពោះក៏ដោយក្រោយពីព្រះស្វាមីបានបណ្ដេញចេញពីនគរព្រះនាងក៏ធ្វើដំណើរដោយគ្មានមាសប្រាក់សូម្បីតែបន្តិចព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅលើខ្លួនរបស់ព្រះនាងត្រូវនាងឆន្ទារឹបអូសគ្មានសល់នៅពេលដែលព្រះនាងកំពុងធ្វើដំណើរទៅដល់ព្រៃជ្រៅព្រះនាងបានជួបនឹងដូនចាស់ម្នាក់ព្រះនាងក៏បានសុំដូនចាស់នោះស្នាក់នៅជាមួយហើយព្រះនាងតែងតែប្រកបរបរកាប់អុសលក់ដោយយល់ឃើញថារៀងរាល់ថ្ងៃព្រះមេដាតែងតែប្រកបការងារដោយលំបាកព្រះអង្គក៏តាំងអធិដ្ឋានថាប្រសិនបើព្រះអង្គជាពោធិសត្វសូមឲ្យនៅពេលដែលព្រះអង្គប្រសូតមកឲ្យមានខ្យងស្រោបមកជាមួយលុះដល់ខែកំណត់នៃការប្រសូតព្រះនាងទ្រង់ប្រសូតមកនៅព្រះរាជបុត្រមួយព្រះអង្គដែលរុំស្រោបដោយសម្បកខ្យងដែលមានពន្លឺភ្លឺរលោងព្រះនាងបានយកខ្យងនោះមកអោបថើបដំណើរជីវិតរបស់ព្រះនាងនឹងបុត្របានប្រព្រឹត្តទៅរយៈពេល3ឆ្នាំថ្ងៃមួយព្រះនាងបានទៅកាប់អុសនៅក្នុងព្រៃដោយសពដងតែនៅថ្ងៃនោះព្រះនាងបានទុកដាក់អង្គប្រហែសខ្យងសាំងដោយឃើញពីទុក្ខលំបាករបស់មេដាចំពោះការខិតខំរកស៊ីទ្រង់ក៏ចេញពីស្រោមចុះមកដេញមាន់និងរៀបចំផ្ទះចំណែកឯព្រះនាងច័ន្ទទេវីក្រោយពេលដែលទៅដល់ព្រៃកាប់អុសមួយសន្ទុះព្រះនាងក៏នឹកឃើញថាថ្ងៃនេះពេលចេញមកព្រះនាងមិនបានទុកដាក់របស់របរបានល្អព្រះនាងទ្រង់យាងត្រឡប់មកកាន់ខ្ទមរបស់ខ្លួនព្រះនាងទ្រង់មើលពីចម្ងាយឃើញហាក់បីដូចជាមានមនុស្សនៅក្នុងខ្ទម
ពេលមកដល់ទ្រង់មិនឃើញព្រះនាងក៏សញ្ជឹងគិតថានៅក្នុងខ្ទមនេះមានតែទ្រង់នឹងបុត្រមិនអាចមានមនុស្សណាផ្សេងឡើយនៅថ្ងៃស្អែកឡើងព្រះនាងក៏ធ្វើជាយាងទៅកាប់អុសដោយសពមួយដងប៉ុន្តែព្រះនាងធ្វើជាភ្លេចគ្របទុកដាក់អង្គឲ្យបានចិត្តខ្យងសាំងដោយគិតថាមេដាភ្លេចហើយដោយក្តីអាណិតក៏បានចេញពីស្រោមមករៀបចំដោយលើកមុនព្រះនាងច័ន្ទទេវីដែលពួននៅក្រោយខ្ទមក៏ស្ទុះមកអោបក្រសោបបុត្រលួងលោមគ្រប់បែបយ៉ាងមិនឲ្យខ្យងសាំងចូលទៅក្នុងស្រោមវិញព្រះនាងច័ន្ទទេវីបានយកសម្បកខ្យងទៅវិបំបែកព្រោះព្រះនាងភ័យខ្លាចខ្យងសាំងចូលទៅក្នុងស្រោមវិញចាប់តាំងពីថ្ងៃនោះមកប្រជាជនតែងនាំរបស់របរមកជូនព្រះនាងមិនដែលខានដំណឹងនេះបានលើទៅដល់ព្រះនាងឆន្ទាដែលមានបុត្រីដោយសេចក្តីភ័យខ្លាចការវិលត្រឡប់របស់ខ្យងសាំងនិងច័ន្ទទេវីមកសោយរាជសម្បត្តិនោះព្រះនាងឆន្ទាបានប្រើឧបាយកលដោយប្រាប់ព្រះបាទយោះវិមលរាជថាព្រះនាងច័ន្ទទេវីជាស្ត្រីដែលផិតក្បត់មានសហាយហើយបង្កើតបានកូនប្រុសម្នាក់ដែលកូនប្រុសនេះជាកូនសហាយរបស់ព្រះនាងច័ន្ទទេវីក្រោយពីឮដំណឹងនេះព្រះបាទយោះវិមលរាជទ្រង់បានបញ្ជាឲ្យគេទៅចាប់ខ្យងសាំងមកសម្លាប់ពេជ្ជឃាតចាប់ខ្យងសាំងបានគេចងដៃចងជើងខ្យងសាំងដូចជាអ្នកទោសបន្ទាប់មកពេជ្ជឃាតយកដាវមកកាប់ករបស់ខ្យងសាំងប៉ុន្តែដោយអំណាចអានិសង្សអាវុធនោះបានប្រែក្លាយទៅជាពុកផុយបាក់តិចខ្ទីអស់ពេជ្ជឃាតក៏យកលំពែងមកចាក់រាជកុមារលំពែងនោះសោតក៏คล้ายទៅជាផ្កាទៅវិញព្រះបាទវិមលរាជក៏ប្រើពេជ្ជឃាតឲ្យយកកុមារចងដៃចងជើងបោះទម្លាក់ចូលទឹកព្រះនាងច័ន្ទទេវីឃើញបិទបណ្ដោចិត្តរបស់ទ្រង់ត្រូវបិតាប្រើពេជ្ជឃាតសម្លាប់ដូចនោះទ្រង់ទួញយំសោកអត់ស្រាកស្រានគួរឲ្យអនិច្ចាណាស់ព្រះពោធិសត្វត្រូវពេជ្ជឃាតចងទម្លាក់ចូលទឹកមិនស្លាប់ទៀតព្រះវិមលរាជក៏ប្រើពេជ្ជឃាតចងរាជកុមារនឹងដុំថ្មធំធំទម្លាក់ចូលទឹកជម្រៅ 2000 ព្យាមទៀតពេលរាជកុមារធ្លាក់ចូលក្នុងទឹកធ្វើឲ្យក្តៅក្រហាយដល់ឋានបាតាលស្ដេចនាគក៏និមិត្តផ្កាឈូកដ៏ធំត្រូវទទួលព្រះរាជកុមារខ្យងសាំងរួចនាំយកទៅឋានបាតាលធ្វើជាបុត្រធម៌ហើយស្ដេចនាគទ្រង់សពប្រតិយយ៉ាងខ្លាំងតែខ្យងសាំងមិនអាចគង់នៅជាមួយបានឡើយស្ដេចនាគក៏និមិត្តសំពៅមាសមួយរចនាដោយគ្រឿងលម្អមានប្រដាប់ប្រដាប្រើប្រាស់សពបែបយ៉ាងដាក់រាជកុមារសម្ដៅនគរយៈដើម្បីឲ្យនាងពុនទៅរស់ចិញ្ចឹមសំពៅនោះអណ្ដែតបានមួយខែកន្លះមកទឺនឹងកន្លែងអេសីខ្យងសាំងក៏បានរៀបរាប់ពីដំណើរដើមតងប្រាប់តាបោះក៏បានជូនពរសពសាទូការដល់ខ្យងសាំងនិងបានយកឈើច្រត់រុញសំពៅឲ្យមានល្បឿនលឿនក្រៃពេកដល់នគរតាឡវ័នពួកយៈប្រុងចាប់រាជកុមារស៊ីជាចំណីប៉ុន្តែយៈទាំងនោះលិចទឹកខ្សៅជនមាអស់ 19000 នាក់ដំណឹងនេះបានលើដល់នាងពុនទៅរស់នាងក៏ឲ្យគេយកដំរីកាឡាហត្ថីទៅទទួលរាជកុមារនាងពុនទៅរស់សពប្រតិយនឹងខ្យងសាំងណាស់ជំងឺមិនឃ្លានអាហាររបស់យៈពុនទៅរស់ក៏ស្រាប់តែជាសះស្បើយឡើងវិញព្រះនាងត្រេកអរណាស់រឹតតែស្រឡាញ់រាជកុមារខ្លាំងឡើងមុនពេលទៅរកចំណីនាងតែងផ្ដាំបទថាកុំឲ្យទៅលេងស្រះបោកកណីរាជកុមារក៏លោភលួចទៅលេងឃើញមានស្រះមាសស្រះប្រាក់ថ្ងៃក្រោយមកទៀតនាងបានផ្ដាំខ្យងសាំងថាមិនឲ្យទៅលេងនៅប្រាសាទខាងលើព្រោះមានខ្មោចងួសដែលជាខ្មោចកាចសាហាវខ្លាំងណាស់ក្រោយពីម្ដាយខ្លួនចាក់ចេញទៅខ្យងសាំងក៏បានឡើងទៅលើប្រាសាទរួចឃើញស្រោមងួសនឹងឈើច្រត់ខ្យងសាំងក៏ពាក់ស្រោមងួសព្រមទាំងជិះលើឈើច្រត់ហោះលេងលើអាកាសការរស់នៅរបស់ខ្យងសាំងប្រព្រឹត្តទៅអស់រយៈ10ឆ្នាំដោយការរស់នៅឆ្ងាយពីម្ដាយដោយការនឹករលឹកដល់ព្រះមេដាច័ន្ទទេវីខ្យងសាំងក៏សម្រេចចិត្តចាកចេញពីម្ដាយធម៌តែមុនពេលចាកចេញខ្យងសាំងក៏បានចុះទៅស្រង់ទឹកនៅក្នុងស្រះបោកកណីជាតិជាមាសបន្ទាប់មកពាក់ស្រោមងួសហើយយកស្បែកជើងកែងពាក់នឹងឡើងគង់លើឈើច្រត់ហើយហោះចេញពីនគរទៅយៈពុនទៅរស់បានយាងមកពីប្រភេទព្រៃវិញមិនបានឃើញខ្យងសាំងមកទទួលដោយសពដងក៏គិតថាប្រហែលជាខ្យងសាំងរត់ចោលខ្លួនក៏ហោះចេញតាមរកពេលទៅតាមតនក៏បបួលលងលោមឲ្យខ្យងសាំងវិលត្រឡប់មកនគរវិញប៉ុន្តែខ្យងសាំងមិនព្រមគឺបដិញ្ញាថាទៅតាមរកមេដាច័ន្ទទេវីដោយអស់មធ្យោបាយក្នុងការឃាត់ខ្យងសាំងព្រះនាងក៏បានប្រាប់ពីវិធីប្រើប្រាស់វត្ថុអាថ៌កំបាំងស័ក្តិសិទ្ធិទាំង3ដល់ខ្យងសាំងហើយព្រះនាងបានប្រាប់ពីមុនវិជាការហោះមហាចន្ទានៅសិលសាស្ត្រដែលអាចហៅត្រី
សត្វនានានិងសម្បត្តិកៅកងផ្សេងបានបន្ទាប់មកព្រះនាងក៏ដាច់ខ្យល់ស្លាប់បាត់ទៅរាជកុមារក៏ប្រើខុនមាពលសេនាយៈឲ្យលើកសពព្រះមេដាដាក់មឈូសមាសធ្វើបន់តាមប្រពៃណីបូជាព្រះភ្លើងរួចរើប្រធានដាក់ក្នុងកោដ្ឋមាសតាំងក្នុងព្រះចេតិយហើយក៏ក្រាបបង្គំលា3ដងទ្រង់ក៏ឈរលើឈើច្រត់ពាក់ស្រោមងួសហោះទៅលើអាកាសចេញពីនគរយក្សបាន7ថ្ងៃក៏ទៅដល់សមុលមហានគរនៅនគរសមុលមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមថាព្រះបាទសមុលរាជមានមហេសីព្រះនាមសមុលទេវីនិងបុត្រី7អង្គដែលមានរូបឆោមស្រស់ប្រំប្រៃដូចស្រីសួរដោយទ្រង់យល់ឃើញថាបុត្រីទាំង7នាក់ពេញរូបពេញរាងហើយព្រះអង្គនិងអគ្គមហេសីបានរៀបចំឲ្យបុត្រទាំងអស់នាំគ្នារើស្វាមីទ្រង់បានកំណត់ថាបើបុត្រីពេញចិត្តបុរសណាត្រូវយកកងប្រងផ្កាទៅបំពាក់ឲ្យបុរសនោះពិធីរើស្វាមីបានប្រព្រឹត្តទៅដោយព្រះនាងទាំង6អង្គបានរើស្វាមីម្នាក់មួយលើកលែងតែបុត្រីពៅដែលរើមិនបានស្វាមីនឹងគេដោយទ្រង់យល់ឃើញថាបុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណាមួយក្នុងចំណោមបុរសទាំងអស់ទើបព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវកងប៉ាវឃ្មោះនិងលេងភ្លេងផងប្រសិនបើបុត្រីពៅពេញចិត្តបុរសណាមួយយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះប៉ុន្តែព្រះនាងនៅតែមិនពេញចិត្តដដែលដោយតលតម្រេះព្រះអង្គក៏ឲ្យអាមាត្យទៅហៅអស់រាជបុរសទាំងចាស់ទាំងក្មេងឲ្យមកចូលរួមក្នុងពិធីជ្រើសរើសស្វាមីប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅតែមិនពេញប្រតិយនឹងនរណាម្នាក់ឡើយដោយនៅក្នុងនគរទាំងមូលនៅសល់តែបុរសម្នាក់គត់ជាបុរសដែលមានមុខអាក្រក់គួរឲ្យខ្លាចនៅពេលនោះព្រះបាទសមុលរាជបានចាត់ឲ្យសេនាមាត្យទាំងឡាយទៅហៅមនុស្សងួសនោះមកគ្រាដែលមនុស្សងួសទៅទល់នឹងព្រះភ័ក្ត្រព្រះនាងពៅរចនាទេវីមនុស្សងួសបានអធិដ្ឋានថាប្រសិនបើអាត្មាអញនិងព្រះនាងពៅរចនាទេវីជាគូនឹងគ្នាពិតពីអតីតជាតិមកសូមឲ្យនាងយល់នៅអង្គអញនៅក្នុងស្រោមងួសពេលនោះព្រះនាងពៅរចនាទេវីបានយល់នៅរូបព្រះអង្គដែលនៅក្នុងស្រោមងួសនោះជាបុរសដែលមានរូបឆោមលោមពណ៌ស្រស់ត្រកាលព្រះនាងទ្រង់យាងទៅកាន់ព្រះអង្គដោយកាន់នៅកម្រងផ្កាយកទៅបំពាក់លើដៃចៅងួសប្រការនេះបានធ្វើឲ្យសពមុខមន្ត្រីស្ដេចចម្រុះនិងរាជមានការភ្ញាក់ផ្អើលនិងសើចចំអកជាខ្លាំងដែលជាហេតុធ្វើឲ្យព្រះបាទសមុលរាជមានការខ្ញាល់យ៉ាងខ្លាំងនឹងព្រះនាងរហូតដល់ហូរព្រះជលនេត្រដោយពុំចេញវាចាដោយខ្មាស់គេខ្លាំងពេកទ្រង់ក៏បានបញ្ជាឲ្យអាមាត្យសង់លំនៅឋានឲ្យអ្នកទាំងពីរនៅក្រៅនគរចំណែកខ្យងសាំងជារៀងរាល់យប់ស្ងាត់តែងតែដោះស្រោមងួសដើម្បីផ្ទុំជាមួយភរិយាលុះព្រឹកឡើងទើបទ្រង់ពាក់ស្រោមងួសដោយដើមវិញដោយទ្រាំនឹងការដៀលថ្មេះពីសំណាក់មេដាបិតានិងបងមិនបានព្រះនាងពៅរចនាទេវីទ្រង់ព្រះរាជតម្រិះថាព្រះស្វាមីអញជាបុរសដែលមានរូបសម្រស់ស្រស់ស្អាតហើយអ្វីដែលគេឃើញនេះគ្រាន់តែជាស្រោមដែលព្រះអង្គពាក់ពីក្រៅតែប៉ុណ្ណោះហេតុនេះនៅរាត្រីនេះពេលទ្រង់ឡើងមកផ្ទុំជាមួយអញស្កប់ស្កល់ហើយអញនឹងលួចយកស្រោមងួសនោះទៅដិតបំផ្លាញចោលពេលរាត្រីបានមកដល់ព្រះនាងពៅរចនាបានលបលួចយកស្រោមងួសនោះទៅវិញនឹងអង្រែរួចហើយយកទៅដុតចោលប៉ុន្តែដោយដៃជះនៃស្រោមងួសមិនបានធ្វើឲ្យស្រោមងួសនោះវិនាសនោះទេនៅពេលព្រះសង្ឃភ្ញាក់ពីដំណេកដោយសពមួយដងព្រះអង្គរកស្រោមងួសរបស់ព្រះអង្គប៉ុន្តែអ្វីដែលធ្វើឲ្យព្រះអង្គនឹកស្មានមកដល់គឺការទតឃើញពៅរចនាកំពុងបំផ្លាញនៅស្រោមងួសនោះចោលចាប់ពីពេលនោះមកមិនថាយប់ឬថ្ងៃព្រះសង្ឃពុំដែលដោះស្រោមងួសម្ដងណាឡើយចំណែកព្រះបាទសមុលរាជដោយភាពស្អប់ខ្ពើមចំពោះចៅងួសខ្លាំងពេកព្រះអង្គបានរិះរោបគ្រប់មធ្យោបាយដើម្បីសម្លាប់ចៅងួសចោលដើម្បីឲ្យព្រះនាងពៅរចនាអាចទទួលបានស្វាមីថ្មីដែលស័ក្តិសមនឹងព្រះនាងព្រះអង្គបានឲ្យបុត្រាសុនិសារបស់ព្រះអង្គទាំងអស់ចេញទៅរកសត្វព្រៃបើបុត្រណារកសត្វពុំបាននឹងត្រូវទទួលទោសស្លាប់បុត្រប្រសាទាំង6ម្នាក់សុទ្ធតែមានពលសេនាលើកលែងតែចៅងួសស្វាមីពៅរចនាដែលគ្មានពលសេនាសូម្បីតែម្នាក់នៅពេលដឹងដំណឹងនេះភ្លាមព្រះនាងពៅរចនាបានពំនាំដំណឹងនេះមកថ្លាថ្លែងប្រាប់ស្វាមីដោយក្តីអាណិតចំពោះភរិយាព្រះសង្ឃក៏ដោះនៅស្រោមងួសចេញហើយហោះសំដៅទៅកណ្ដាលទីព្រៃក្រោមលប់ជ្រៃព្រះអង្គបានសូត្រមន្តដើម្បីអន្ទងហៅនៅសត្វមរឹកដើម្បីយកទៅថ្វាយព្រះបិតាក្មេក
ចំណែកបិទប្រសាផ្សេងសុទ្ធតែរកសត្វព្រៃបានតែម្នាក់មួយហើយខ្លះក៏ខូចស្អុយរលួយអស់ទៅហើយព្រមទាំងត្រូវចាញ់ប្រាជ្ញរបស់ចៅងួសដោយសុកចិត្តកាត់ច្រមុះខ្លួនឯងដើម្បីបដូរយកសត្វព្រៃដោយសារការអសមត្ថភាពរបស់បិទប្រសាទាំង6ធ្វើឲ្យព្រះបាទសាមុលរាជទ្រង់ខ្ញាល់យ៉ាងខ្លាំងលើកទី2ទ្រង់បានបញ្ជាឲ្យបិទប្រសាទាំង6ចេញទៅរកត្រីម្ដងលើកនេះបិទប្រសាទាំង6ទទួលបានសុទ្ធតែត្រីងាប់ទាំងអស់ហើយថែមទាំងកាត់ស្លឹកត្រចៀករបស់ខ្លួនឯងដែលជាហេតុធ្វើឲ្យព្រះបាទសាមុលរាជខ្ញាល់នឹងបិទប្រសាទាំង6របស់ព្រះអង្គម្ដងទៀតលុះព្រឹកស្អែកឡើងព្រះបាទសាមុលរាជទ្រង់ចេញព្រះរាជបញ្ជាឲ្យអាមាត្យទៅប្រាប់ដល់បុត្រទាំង6រៀបចំស្វាមីរបស់ខ្លួនឲ្យបានស្អាតបាតប្រដាប់ដោយគ្រឿងអលង្ការផ្សេងក្រោយពីទទួលដំណឹងនេះភ្លាមបុត្រទាំង6ក៏ប្រញាប់ប្រញាល់រៀបចំឲ្យស្វាមីរបស់ខ្លួនរៀងខ្លួនព្រះសង្ឃដែលស្ថិតនៅក្នុងស្រោមងួសមិនខ្ចីខ្វាយខ្វល់នឹងសេចក្តីស្លាប់ឬទោះជាព្រះនាងពៅរចនាទេវីយំសោកអង្វរយ៉ាងណាក៏ព្រះអង្គពុំយកប្រតិទុកដាក់ដែរដោយមិនអាចធ្វើឲ្យស្វាមីយល់និងធ្វើតាមបំណងរបស់ខ្លួនបានព្រះនាងពៅរចនាទេវីក៏បានទៅក្រាបសុំក្តីសន្តោសពីព្រះបិតាផ្ទុយទៅវិញព្រះបាទសាមុលរាជទ្រង់ខ្ញាល់នឹងព្រះនាងពៅរចនានិងស្វាមីកាន់តែខ្លាំងឡើងរហូតដល់ចង់សម្លាប់ព្រះនាងនិងស្វាមីចោលពេលព្រះនាងវិលមកលំនៅឋានវិញព្រះនាងបានរៀបរាប់នៅព្រឹត្តិការណ៍ទាំងអស់ប្រាប់ទៅស្វាមីទោះបីព្រះសង្ឃមានក្តីអាណិតអាសូរដល់ព្រះមហេសីទ្រង់យ៉ាងណាក៏ដោយតែដោយកាតព្វកិច្ចនិងគោលបំណងរបស់ព្រះអង្គមិនទាន់បានសម្រេចទ្រង់ក៏លាក់នៅក្តីអាណិតនោះទុកហើយទ្រង់ព្រះតម្រេះចំណែកព្រះនាងពៅរចនាដោយមិនអាចសុំសេចក្តីសន្តោសពីព្រះស្វាមីបានចាប់តាំងពីពេលនោះមកអស់រយៈពេល7ថ្ងៃ7យប់ព្រះនាងមិនបានបរិភោគអាហារព្រះនាងទ្រង់ព្រះកន្សែងរៀងរាល់ថ្ងៃរហូតដល់សន្លប់នៅពេលភ្ញាក់ពីការសន្លប់ព្រះនាងមានព្រះបន្ទូលថាព្រះស្វាមីអូនលាហើយមានព្រះបន្ទូលតែប៉ុណ្ណេះព្រះនាងក៏ខ្សែជន្មាបាត់ទៅនៅពេលដែលព្រះនាងពៅរចនាទេវីសោយទីបង្គត់ភាពកក្រើកនិងក្តៅក្រហាយកើតមានដល់ព្រះអិនក៏បានបើកទឹកបច្ចៈទតមកកាន់សមុលបុរីរួចក៏យល់អស់នៅសេចក្តីព្រះអិនរិះរកនៅដំណោះស្រាយដើម្បីស្រាយនៅចំណងក្នុងចិត្តរបស់ព្រះសង្ឃនិងធ្វើឲ្យព្រះនាងពៅរចនាមានបជនឡើងវិញព្រះអិនបានត្រាប់បង្គាប់ឲ្យព្រះពុទ្ធស្រកាប្រែកលាជាទូតទៅសុំប្រកួតល្បែងវាយឃ្លីជាមួយព្រះបាទសាមុលរាជរីឯលក្ខខណ្ឌគឺដាក់ព្រះរាជនគរព្រះសាមុលរាជមានការផិតភ័យជាខ្លាំងចំពោះដំណឹងនេះព្រះបាទសាមុលរាជបានគម្រាមបុត្រប្រសាទាំងឡាយថានឹងទទួលទោសស្លាប់បើពុំបានទទួលជោគជ័យក្នុងការប្រកួតថ្ងៃប្រកួតបានមកដល់ដោយអំណាចដែលជះរបស់ព្រះអិនបុត្រប្រសារបស់ព្រះបាទសាមុលរាជទាំង6គ្មានម្នាក់ណាអាចយកឈ្នះព្រះអិនឡើយដោយក្តីអាម៉ាស់ចំពោះអាណាប្រជានុរាស្ត្រសេចក្តីអស់សង្ឃឹមបានចូលមកគ្រប់ដណ្ដប់លើព្រះភ័ក្ត្ររបស់ព្រះបាទសាមុលរាជកាលនោះព្រះអគ្គមហេសីសាមុលរាជក្សត្រីពុំផិតភ័យឡើយនិងលើកទឹកចិត្តព្រះស្វាមីកុំឲ្យអស់សង្ឃឹមហើយក៏បានរំលឹកដល់កម្លាំងពលំរបស់ចៅងួសបុត្រប្រសាពៅនិងស្នើសុំឲ្យព្រះអង្គហៅចៅងួសមកសាកស្នាដៃប្រកួតដោយគ្មានជំរឿព្រះបាទសាមុលរាជក៏អនុញ្ញាតឲ្យព្រះអគ្គមហេសីទៅកោះហៅបុត្រប្រសាពៅនិងចៅងួសមកសាកល្បងប្រកួតពេលទៅដល់លំនៅរបស់ព្រះនាងពៅរចនាព្រះអគ្គមហេសីមានការរន្ធត់ជាពន់ពេកដោយសារការចូលទីបង្គត់របស់បុត្រីជាទីស្រឡាញ់ក្រោយពេលនាងពៅរចនាដឹងប្រកាយវិញព្រះមេដាទ្រង់បានរៀបរាប់ពីព្រឹត្តិការណ៍នៃការប្រកួតវាយឃ្លីហើយស្នើសុំឲ្យព្រះសង្ឃទៅចូលរួមប្រកួតវាយឃ្លីនោះព្រោះតែភាពស្មោះត្រង់របស់នាងពៅរចនារួមនឹងក្តីអាណិតអាសូរផងហើយនឹងភាពវឹកវរដល់ព្រះនគរផងព្រះសង្ឃក៏យល់ព្រមទទួលសំណើរបស់ព្រះនាងពៅរចនានិងព្រះមេដាដោយព្រមដោះស្រោមងួសនោះចេញហើយទៅប្រកួតវាយឃ្លីនោះក្នុងរូបរាងពិតប្រាកដព្រះសង្ឃបានចេញទៅប្រកួតវាយកូនឃ្លីយ៉ាងអង់អាចបំផុតក្នុងការប្រកួតនេះអស់បណ្ដាទេវតាទាំងពួងបានចុះមកអបអរសាទរជាច្រើនជ័យជំនះធ្លាក់ទៅលើព្រះសង្ឃក្រោយការប្រកួតដោយសារភាពអង់អាចនិងរូបសម្បត្តិដ៏ល្អល្អះរបស់ព្រះសង្ឃធ្វើឲ្យព្រះបាទសាមុលរាជមានការពេញចិត្តជាខ្លាំងទៅលើព្រះសង្ឃទ្រង់បានប្រគល់រាជសម្បត្តិទៅព្រះសង្ឃជាបុត្រប្រសាហើយអភិសេកព្រះនាងពៅរចនាជាព្រះរាជអគ្គមហេសីដែលមានកិត្តិយសលើអស់បងព្រះនាង
ថ្លែងពីព្រះបាទវិមលរាជនៅសោលសនគរក្នុងរាត្រីថ្ងៃមួយព្រះអិនបានតំណែងខ្លួនជាអសុរៈទៅពន្យល់សពព្រះបាទយុសវិមលរាជដៃកាន់ដំបងប៉ុនដើមថ្នោតស្រែកសន្ធប់ទៅកាន់ព្រះបាទវិមលរាជថាជាស្ដេចល្ងងខ្លៅមិនស្គាល់ខុសត្រូវជឿតាមពាក្យញុះញង់នាងឆន្ទាកំណាចបើស្ដេចមិនទៅយាងព្រះនាងច័ន្ទទេវីចូលព្រះនគរវិញទេ7រាត្រីទៀតនឹងវិបំបីក្បាលជា7ចំណែកហើយព្រះអិនប្រាប់ថាខ្យងសង្ឃកុមារមិនស្លាប់ទេឥឡូវកំពុងសោយរាជនៅសមុលមហានគរលុះព្រឹកឡើងព្រះបាទយុសវិមលរាជរុតរះមីមនីរៀបចំក្បួនដង្ហែទៅទទួលព្រះនាងច័ន្ទទេវីមកកាន់ព្រះរាជនគរវិញដោយសារការពុំទទួលយល់ព្រមក្នុងការយាងចូលព្រះរាជនគរវិញរបស់ព្រះនាងច័ន្ទទេវីព្រះបាទយុសវិមលរាជទ្រង់ឆ្វេងយល់ថាដោយសារតែនាងឆន្ទានិងយាយស្មេធាដែលរួមគំនិតក្នុងការធ្វើស្នេហ៍ដាក់ទ្រង់និងមានគំនិតមិនល្អចំពោះព្រះនាងច័ន្ទទេវីទ្រង់បានបញ្ជាឲ្យសេនាចាប់ខ្លួនអ្នកទាំងពីរយកទៅប្រហារជីវិតដោយឲ្យដំរីចុះប្រេងជាន់ស្លាប់ព្រះបាទយុសវិមលរាជបានទៅទទួលព្រះនាងច័ន្ទទេវីម្ដងទៀតដោយការអង្វរករព្រះនាងច័ន្ទទេវីក៏យល់ព្រមយាងចូលព្រះរាជនគរវិញតែមុននឹងព្រះនាងយាងចូលនគរព្រះនាងបានធ្វើការសម្ដែងនៅភាពបរិសុទ្ធរបស់ទ្រង់ចំពោះព្រះស្វាមីដោយទ្រង់ធ្វើដំណើរកាត់ភ្លើងដែលកំពុងឆេះរងំភាពអស្ចារ្យបានកើតឡើងភ្លើងคล้ายទៅជាផ្កាឈូកទ្រព្រះបាទព្រះនាងប្រកាយព្រះនាងប្រែជាស្រស់ស្អាតដូចស្រីសួគ៌ឃើញភាពអស្ចារ្យបែបនេះព្រះបាទយុសវិមលរាជរឹតតែមានចិត្តអាណិតនិងស្រឡាញ់ព្រះមហេសីកាន់តែខ្លាំងឡើងក្នុងដំណើរវិលមកកាន់ព្រះរាជនគរវិញព្រះបាទយុសវិមលរាជនិងព្រះមហេសីបានថ្លែងប្រកាសជារាជដើម្បីចូលទៅនគរដែលព្រះសង្ឃទ្រង់គ្រងរាជហើយដើម្បីជួបបុត្រកំសត់របស់ទ្រង់ផងដោយសារតែមានការលំបាកក្នុងការទៅជួបព្រះសង្ឃព្រះនាងច័ន្ទទេវីបានបន្លំធ្វើជាចុងភៅសម័យថ្ងៃមួយព្រះនាងច័ន្ទទេវីបានរៀបចំប្រស្ងោយសម្រាប់ព្រះសង្ឃដោយទ្រង់បានចិត្តបន្លែជាដំណើររឿងដែលទ្រង់បានបែកពីបុត្រកាលបើបានឃើញនៅប្រស្ងោយហើយព្រះសង្ឃបានប្រញាប់ទៅជួបព្រះមេតាភ្លាមដោយក្តីនឹករលឹកទ្រង់ទាំងពីរបានខ្សែជន្មាទៅឃើញដូចនេះព្រះនាងពៅរចនាបានសើសោករហូតដល់ខ្សែជន្មាទៅតាមដែរស្ថានភាពនេះបានធ្វើឲ្យមានភាពរង្គោះរង្គើនិងក្តៅក្រហាយដល់ព្រះឥន្ទ្រាធិរាជហើយទ្រង់ក៏បានយាងចុះមកប្រោះព្រំជីវិតក្សត្រទាំង3ឲ្យមានបជនឡើងវិញក្រោយទ្រង់ដឹងប្រកាយវិញព្រះនាងច័ន្ទទេវីបាននាំព្រះសង្ឃទៅជួបព្រះបាទយុសវិមលរាជជាបិតាហើយបានពន្យល់នៅហេតុការណ៍ផ្សេងៗឲ្យព្រះសង្ឃបានយល់នៅដំណើររឿងទាំងឡាយរឿងរ៉ាវទាំងឡាយត្រូវបានស្រាយបំភ្លឺព្រះសង្ឃត្រូវឡើងគ្រងរាជបន្តពីព្រះបិតាក្រោយឡើងគ្រងរាជរបស់ព្រះសង្ឃព្រះបាទយុសវិមលរាជបានរៀបចំឲ្យទ្រង់រៀបអភិសេកជាមួយព្រះនាងឆន្ទីជាមហេសីទី2ទ្រង់បានឲ្យព្រះនាមទៅព្រះនាងឆន្ទីថាសុវណ្ណធីតាក្រោមការគ្រប់គ្រងរបស់ព្រះសង្ឃឬព្រះបរមឧត្តមពុរិស័ទនគរទាំងពីរទទួលបាននៅក្តីសុខសន្តិភាពទាំងនគរទាំងក្រុមគ្រួសារ3ឆ្នាំក្រោយមកព្រះមហេសីទាំងពីរបានប្រសូតបុត្រម្នាក់មួយព្រះនាងច័ន្ទទេវីប្រសូតបានបុត្រាមួយព្រះអង្គប្រកបដោយរូបឆោមលំពណ៌ដ៏ត្រកាលឯព្រះនាងសុវណ្ណធីតាប្រសូតបានបុត្រីមួយព្រះអង្គដែលប្រកបដោយរូបឆោមស្រស់សោភាប្រៀបបានស្រីសួគ៌ក្រោយមកព្រះសង្ឃបានរៀបអភិសេកទ្រង់ទាំងពីរដោយប្រគល់រាជសម្បត្តិនៅសោលសៈមហានគរឲ្យបុត្រទាំងពីរព្រះខ្យងសង្ឃក៏បានរៀបអភិសេកព្រះរាជអគ្គមហេសីរចនាទេវីជាធំលើកក្សត្រីសោយរាជអស់កាលយ៉ាងយូរព្រះជន្មបាន110ព្រះវស្សាទ្រង់បានសោយទីបង្គត់ហើយបានឡើងទៅកាន់វិមានដោសិតសួគ៌ជួបជុំព្រះមហេសីនិងព្រះមេដាបិតាបាទការអានរឿងខ្យងសង្ឃដោយសង្ខេបនៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណច្រើន